group សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះផងដែរខ្ញុំបាទហួតបាទមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការនាំអារម្មណ៍ពុកម៉ែបងប្អូនអរគ្នាមកទស្សនាហ្នឹងហើយមកមើលដើមញញឹមដាំនៅមុខផ្ទះហ្នឹងthì អញ្ចឹងថាចង់ដឹងថាដើមអីអញ្ចឹងយើងហ្នឹងហើយយើងមកមើលអរគ្នាបាទអញ្ចឹងដើមហ្នឹងគឺដើមត្របែកដើមត្របែកបងប្អូននេះគឺដើមត្របែកហើយត្របែកនេះពូជត្របែកគីឡូហ្នឹងហើយប៉ុន្តែភាគច្រើនផ្លែដូចអត់សូវធំវាធំជាងត្របែកម្រេចបន្តិចបងប្អូនតែវាដូចអត់សូវធំហើយបើនិយាយពីផ្លែវាផ្អែមស្រួយឆ្ងាញ់ណាផ្លែវាហ្នឹងហើយផ្អែមស្រួយឆ្ងាញ់ហើយនេះផ្លែច្រើនហ្នឹងខ្ញុំយកមកដំបងផ្លែច្រើនតែដោយសារតែម៉ាក់ខ្ញុំក៏ផ្លែវាដោះចូលខាងគេអញ្ចឹងណាគាត់កាប់ចេញខ្លះអីចឹងទៅឥឡូវវាអន់ដើមខានផ្លែមករយៈអីអញ្ចឹងអត់ដឹងថាពេលណាផ្កាទៀតទេហ្នឹងហើយឥឡូវនេះនៅបងប្អូនមើលដើមបន្តិចដើមបាទអញ្ចឹងហ្នឹងហើយដើមតបែកហ្នឹងវាអត់ដើមទេបងប្អូនឃើញវាអត់ណាហ្នឹងហើយវាអត់មើលកាលមុនដោះឡើងខ្ពស់ហ្នឹងហើយឥឡូវវាដូចលូតយើងស្ទើនៅក្រោមហ្នឹងឯងហើយអត់លូតទៅណាហើយគល់វាយើងមិនហត់ដាក់ជីច្រើនទេដាំតបែកយើងស្រោចទឹកវាដល់តិចទៅហើយបើដីយើងរៀងគ្រាន់បើតិចទៅហើយយើងស្រោចទឹកវាដល់មួយថ្ងៃម្ដងក៏បាន3 4ថ្ងៃម្ដងក៏បានបើយើងជោគណាអញ្ចឹងអត់ពិបាកក្នុងការដាំហ្មងទេពេលពួកដើមនេះណាហើយពួកជីវាហើយដើមវាអីវាហើយនេះអាពីនេះផ្កានេះនេះតបែកដែរបងប្អូនតបែកដែរបើតបែកអត់ក្របហ្នឹងហើយនេះដាំ2ឆ្នាំហើយបានប៉ុណ្្នឹងឯងនេះប៉ុនកូនដៃវាអត់លូតទៅណាសោះនេះស្លឹកក្រិននៅហ្នឹងឯងហើយអានេះយើងដាំប្រហែលជាខ្ទង់2ឆ្នាំហើយបងប្អូនដាំ2ឆ្នាំហើយយើងមើលផ្លែបានញ៉ាំ3 4 5ដងដែរមកផ្លែវាមកនេះមករដូវរបស់វាក៏មករយៈក្រោយនេះវារៀងអន់នេះបន្តិចអន់ស្លឹកនឹងអន់ស្លឹកអន់ដើមទេសាម៉ាក់ខ្ញុំក៏យើងកាត់ទៅហាច់ចូលខាងគេអំបាក់អីចឹងណាស្រុះស្លឹកជ្រូកអីចឹងទៅគាត់រៀងកាត់ច្រើនបន្តិចចឹងទៅវារៀងអន់ដើមហ្នឹងហើយអន់ដើមតែខ្ញុំគិតថាតិចទៀតវាអាចនឹងលូតថ្មីច្រើនទៀតហ្នឹងហើយលូតស្លឹកលូតអីឲ្យផ្លែច្រើនអញ្ចឹងខ្ញុំសង្ឃឹមថាពេលហ្នឹងបានធ្វើវីដេអូពុកម៉ែបងប្អូនម្ដងទៀតហ្នឹងហើយតែចាំមើលពេលវេលាមកក៏អត់ដែរទេអញ្ចឹងដើមតបែកមានប៉ុណ្្នឹងឯងខ្ញុំក៏ review ដើមដែលខ្ញុំដាំហ្នឹងហើយអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តនិងគាំទ្រវីដេអូរបស់ខ្ញុំដែលខ្ញុំបានបង្ហាញហ្នឹងហើយបើនិយាយលើសលួសខ្វះខាតបងប្អូនអធិស្ឋានផងនឹងអធិស្ឋានផងដល់គោលម្ដងចែកម្លែកទេហើយអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងឯងហ្នឹងហើយបងប្អូនវីដេអូខ្ញុំមានប៉ុណ្្នឹងឯងតែតោះដាំដែលខ្ញុំដាំណាបើសិនជាបងប្អូនមានចំណុចឬមានចំនួនផ្សេងចង់សួរនាំឬក៏ចង់ចែកម្លែកពីបទពិសោធន៍របស់បងប្អូនអាចខមមិននៅខាងក្រោមបានអញ្ចឹងនឹងសង្ឃឹមថាបងប្អូនរីករាយជាមួយវីដេអូនេះទាំងអស់គ្នាហើយជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អនិងទទួលរស់ស៊ីមានបានបាទអញ្ចឹងពីខ្ញុំបាទហួតសូមគ្រប់ជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា